ប្រព័ន្ធអ៊ីនធឺណិត Starlink របស់លោក Elon Musk ត្រូវបានកាត់ផ្តាច់ការចូលប្រើប្រាស់របស់កងទ័ពរុស្ស៊ីតាមសំណើរបស់អ៊ុយក្រែនយោងតាមក្រុមអ្នកសរសេរប្លុកយោធាដែលគាំទ្រសង្គ្រាមរុស្ស៊ីបានរាយការណ៍ថាកងទ័ពរុស្ស៊ីដែលកំពុងប្រយុទ្ធគ្នានៅក្នុងប្រទេសអ៊ុយក្រែនបានបាត់បង់ការប្រើប្រាស់អ៊ីនធឺណិតផ្កាយរណប Starlink បន្ទាប់ពីមហាសេដ្ឋីម្ចាស់ក្រុមហ៊ុន SpaceX លោក Elon Musk បានចាត់វិធានការតាមសំណើរបស់អ៊ុយក្រែនដើម្បីរឹតបន្តឹងការចូលប្រើប្រាស់បណ្ដាញរបស់លោកដែលទាហានរុស្ស៊ីបានលួចប្រើប្រាស់ដោយខុសច្បាប់ការកាត់ផ្តាច់ប្រព័ន្ធ Starlink ដែលក្រុមអ្នកសរសេរប្លុកបានចាប់ផ្ដើមកត់សម្គាល់ឃើញនៅសប្តាហ៍នេះគឺជាចំណុចរបត់ចុងក្រោយបង្អស់នៅក្នុងសង្គ្រាមដែលមានរយៈពេលជិត4ឆ្នាំមកនេះដែលសង្គ្រាមបានគ្របដណ្ដប់ដោយការប្រជែងគ្នាយ៉ាងស្វិតស្វាញលើឧត្តមភាពបច្ចេកវិទ្យានិងការកំណត់និយមន័យថ្មីនៃការប្រយុទ្ធនៅក្នុងចំនួនសម័យទំនើបគេនៅមិនទាន់ដឹងច្បាស់ទេថាតើការផ្លាស់ប្ដូរនេះនឹងប៉ះពាល់ដល់កងកម្លាំងរុស្ស៊ីកម្រិតណានោះទេក៏ប៉ុន្តែក្រុមអ្នកសរសេរប្លុកយោធារុស្ស៊ីដែលតាមដានសកម្មភាពកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះបានរាយការណ៍ពីការខកចិត្តនិងបញ្ហាទំនាក់ទំនងនៅសមរភូមិមុខជាកន្លែងដែលទាហានរបស់ទីក្រុងមូស្គូបានប្រើប្រាស់ឧបករណ៍ Starlink ដែលរត់ពន្ធចូលអស់រយៈពេលជាច្រើនឆ្នាំដើម្បីប្រើប្រាស់អ៊ីនធឺណិតលោក Michael Kaufman អ្នកជំនាញខាងយោធារុស្ស៊ីនិងជាសហការីជាន់ខ្ពស់នៅមូលនិធិ Carnegie បានលើកឡើងថាវាលឿនពេកក្នុងការសន្និដ្ឋានថាតើផលប៉ះពាល់នឹងទៅជាយ៉ាងណាក៏ប៉ុន្តែបើផ្អែកតាមការត្អូញត្អែរបស់រុស្ស៊ីគឺវាបាននឹងកំពុងប៉ះពាល់រួចទៅហើយអ្នកសរសេរប្លុករុស្ស៊ីម្នាក់ដែលសរសេរដោយអនាមិកក្រោមឈ្មោះថា Military Informant នៅក្នុងកម្មវិធីផ្ញើសារ Telegram បានសរសេរថាទាំងការភ្ជាប់ប្រព័ន្ធ Starlink ប្រើដ្រូនរបស់រុស្ស៊ីនិងការទំនាក់ទំនងតាមអ៊ីនធឺណិតផ្កាយរណប Starlink សម្រាប់កងទ័ពនៅសមរភូមិមុខសុទ្ធតែត្រូវបានរំខានទាំងអស់បើទោះបីជាកងកម្លាំងរុស្ស៊ីទើបតែចាប់ផ្ដើមប្រើប្រាស់ Starlink សម្រាប់ដ្រូនមួយចំនួនក៏ដោយដែលជាអាវុធដ៏សំខាន់នៃសង្គ្រាមនេះក៏ប៉ុន្តែភាគីអ៊ុយក្រែនធ្លាប់មានការភ័យខ្លាចថាវានឹងក្លាយជាការអនុវត្តទូទៅនៅក្នុងសង្គ្រាមអ្នកសរសេរប្លុករូបនេះបានព្រមានថាការផ្លាស់ប្ដូរនេះអាចធ្វើឲ្យកងកម្លាំងរុស្ស៊ីថយក្រោយពី3ឆ្នាំទៅប្រើប្រាស់បច្ចេកវិទ្យាហួសសម័យដូចជាអ៊ីនធឺណិតប្រើខ្សែ Wi-Fi និងការទំនាក់ទំនងតាមវិទ្យុទាក់ទងជាដើមស្ថានីយ៍ Colonel Kazak ដែលគ្រប់គ្រងដោយអ្នកសរសេរប្លុកគាំទ្រសង្គ្រាមរុស្ស៊ីលោក Boris Rozin បានបង្ហោះការពីថ្ងៃព្រហស្បតិ៍ថារឿងរ៉ាវរបស់ Starlink បានបង្កើតឲ្យមានការរអាក់រអួលយ៉ាងធ្ងន់ធ្ងរដល់ការទាក់ទងដែលសត្រូវអាចនឹងព្យាយាមឆ្លៀតឱកាសនេះបានស្ថានីយ៍ដដែលបានកត់សម្គាល់ថាមិនទាន់មានជម្រើសអ៊ីនធឺណិតនៅសមរភូមិមុខណាអាចដំណើរការបានល្អដូចនេះនោះទេខណៈដែលមានតែវិធីសាស្ត្រខ្លះសម្រាប់ទាក់ទងកងទ័ពរុស្ស៊ីក្នុងការគេចចេញពីការបិទគប់ Starlink ក៏ដោយក៏វាត្រូវចំណាយពេលខ្លះផងដែរអង្គភាពដែលពឹងផ្អែកលើ Starlink ក៏នឹងត្រូវការពេលវេលាដើម្បីនាំយកអ៊ីនធឺណិតល្បឿនលឿនទៅកាន់សមរភូមិមុខតាមរយៈវិធីសាស្ត្រផ្សេងៗទៀតផងដែរបន្ទាប់ពី Starlink ត្រូវបានកាត់ផ្តាច់លោក Elon Musk បានសរសេរនៅលើបណ្ដាញសង្គម X ថាហាក់ដូចជាវិធានការដែលយើងបានចាត់ការដើម្បីបញ្ឈប់ការប្រើប្រាស់ Starlink ដោយគ្មានការអនុញ្ញាតពីសំណាក់រុស្ស៊ីបានទទួលជោគជ័យសូមប្រាប់យើងប្រសិនបើត្រូវការអ្វីបន្ថែមទៀតអស់រយៈពេលជាច្រើនឆ្នាំមកនេះខណៈដែលកងទ័ពអ៊ុយក្រែនទទួលបានការចូលប្រើប្រាស់អ៊ីនធឺណិត Starlink ជាផ្លូវការខាងភាគីរុស្ស៊ីបានគេចវេសពីការរឹតបន្តឹងការនាំចេញដើម្បីរត់ពន្ធឧបករណ៍អ៊ីនធឺណិតផ្កាយរណបរបស់ក្រុមហ៊ុនអាមេរិកមួយនេះចូលទៅក្នុងប្រទេសនិងបញ្ជូនទៅកាន់សមរភូមិមុខដើម្បីប្រើប្រាស់ក៏ប៉ុន្តែក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះអ៊ុយក្រែនបានកត់សម្គាល់ឃើញថាការប្រើប្រាស់បណ្ដាញអ៊ីនធឺណិតផ្កាយរណបរបស់រុស្ស៊ីបានលើសពីការប្រើប្រាស់សម្រាប់ទំនាក់ទំនងសាមញ្ញរបស់កងទ័ពនៅជួរមុខភាគីអ៊ុយក្រែនបាននិយាយថារុស្ស៊ីបានចាប់ផ្ដើមបំពាក់ដ្រូនជាមួយនឹងប្រព័ន្ធ Starlink ដែលធ្វើឲ្យពួកវាមានសមត្ថភាពកំណត់គោលដៅបានល្អជាងមុននិងមានភាពធន់នឹងការរំខានសញ្ញាជាចំណុចស្នូលនៃការប្រកួតប្រជែងបច្ចេកវិទ្យានៃសង្គ្រាមនេះគឺការស្វែងរកដ្រូននិងមនុស្សយន្តដែលមានឧត្តមភាពក៏ដូចជាការប្រកួតប្រជែងបង្កើតបណ្ដាញទំនាក់ទំនងដែលមិនអាចជ្រៀតជ្រែកបានពីបញ្ហាដើម្បីបញ្ជាពួកវាលទ្ធភាពនៃការវាយលុកពីសំណាក់ដ្រូនរុស្ស៊ីដែលបំពាក់ដោយ Starlink ដ៏មានឥទ្ធិពលបានបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីទីក្រុងគៀវដែលកំពុងរងគ្រោះដោយសារយុទ្ធនាការដ៏សាហាវបំផុតរបស់រុស្ស៊ីក្នុងការកាត់ផ្តាច់កម្ដៅនិងអគ្គិសនីក្នុងអំឡុងរងាដ៏ត្រជាក់បំផុតមួយក្នុងរយៈពេលជាច្រើនឆ្នាំមកនេះដោយមានការព្រួយបារម្ភចំពោះវិធានការនេះរដ្ឋមន្ត្រីការពារជាតិថ្មីរបស់អ៊ុយក្រែនលោក Mikhailo បានតាក់ទងទៅក្រុមហ៊ុន SpaceX កាលពីខែមុនជាលទ្ធផលក្រុមហ៊ុនអាមេរិកមួយនេះបានបិទការចូលប្រើប្រាស់ Starlink នៅក្នុងប្រទេសអ៊ុយក្រែនលើកលែងតែឧបករណ៍ណាដែលបានចុះឈ្មោះនិងផ្ទៀងផ្ទាត់ដោយរដ្ឋាភិបាលតែប៉ុណ្ណោះអ៊ុយក្រែនបាននឹងកំពុងរក្សាទុកនៅបញ្ជីសនៃឧបករណ៍ Starlink ដែលត្រូវបានអនុញ្ញាតដែលជាការចាក់សោឧបករណ៍ខុសច្បាប់របស់រុស្ស៊ីដែលប្រើប្រាស់ដោយទាហានរុស្ស៊ីនៅក្នុងសមរភូមិមុខក៏ប៉ុន្តែចំណាត់ការនេះក៏បានចាក់សោទៅលើអ្នកប្រើប្រាស់ស៊ីវិលផងដែរព្រមទាំងយោធាមួយចំនួននៅក្នុងប្រទេសអ៊ុយក្រែនជាបណ្ដោះអាសន្នដែលពួកគេនៅតែត្រូវចុះឈ្មោះហើយក្នុងករណីខ្លះកំពុងរងចាំការអនុម័តវិញលោក Fedorov បានអបអរចំពោះចំណាត់ការខាងលើតាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម X កាលពីខែប្រហ័សដោយបានកំណត់សម្គាល់ថាប្រព័ន្ធថ្មីនេះកំពុងដំណើរការហើយអ៊ុយក្រែនកំពុងបន្តផ្ទៀងផ្ទាត់និងចុះឈ្មោះឧបករណ៍យ៉ាងឆាប់រហ័សលោកបានថ្លែងអំណរគុណដល់ប្រធានក្រុមហ៊ុន SpaceX និងបាននិយាយថាចំណាត់ការនេះកំពុងផ្ដល់លទ្ធផលជាក់ស្ដែងលោក Fedorov បានឆ្លើយតបទៅកាន់លោក Elon Musk នៅលើបណ្ដាញសង្គម X ក្នុងខែនេះថាយើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមការងាររបស់អ្នកលើជំហានសំខាន់ៗនៅពេលបន្ទាប់សូមអរគុណដែលបានឈរនៅជាមួយយើងអ្នកគឺជាជើងឯកពិតប្រាកដនៃសេរីភាពនិងមិត្តពិតប្រាកដរបស់អ៊ុយក្រែនការវិវត្តន៍នេះគឺជាជ័យជំនះដំបូងសម្រាប់លោក Fedorov ដែលជាអតីតសហគ្រិនបច្ចេកវិទ្យាវ័យ35ឆ្នាំដែលបានចូលកាន់តំណែង
ណែងជារដ្ឋមន្ត្រីការពារជាតិកាលពីខែមុនបន្ទាប់ពីបានឡើងតំណែងនៅក្នុងសម័យសង្គ្រាមរបស់អ៊ុយក្រែនតាមរយៈការយល់ដឹងពីចំណុចប្រសពរវាងបច្ចេកវិទ្យានិងការធ្វើសង្គ្រាមក្រុមហ៊ុនមេរបស់ Starlink គឺ SpaceX មិនបានឆ្លើយតបនឹងសំណើសុំការអធិប្បាយកាលពីថ្ងៃប្រហោះនេះបានទេបន្ថែមលើវិធានការផ្ទៀងផ្ទាត់ថ្មីឧបករណ៍ Starlink ដែលដំណើរការលើទឹកដីអ៊ុយក្រែនក៏កំពុងត្រូវបានកំណត់ល្បឿនត្រឹមប្រហែល75គីឡូម៉ែត្រក្នុង1ម៉ោងដែលមានន័យថាការតបភ្ជាប់សម្រាប់អាវុធដែលធ្វើចលនាលឿននឹងត្រូវបានកាត់ផ្តាច់ទាំងស្រុងលោក Kaufman បាននិយាយថាគោលបំណងរបស់យោធាអ៊ុយក្រែនក្នុងការងាកមកប្រើប្រាស់ Starlink គឺមានពីរលោកបានបន្តថាការតម្រូវឲ្យចុះឈ្មោះសម្រាប់ឧបករណ៍នៅក្នុងប្រទេសអ៊ុយក្រែននិងបង្ខំឲ្យអង្គភាពជួរមុខរបស់រុស្ស៊ីរៀបចំប្រព័ន្ធទំនាក់ទំនងថ្មីឡើងវិញដែលជាអត្ថប្រយោជន៍សម្រាប់អ៊ុយក្រែនចំណែកការកំណត់ល្បឿន Starlink គឺក្នុងគោលបំណងបដិសេធសមត្ថភាពរបស់រុស្ស៊ីក្នុងការប្រើប្រាស់វាលើ drone វាប្រហារចម្ងាយឆ្ងាយលោកបានបន្ថែមទៀតថារុស្ស៊ីនៅតែអាចងាកទៅរកប្រព័ន្ធទំនាក់ទំនងជំនួសដូចជាអ៊ីនធឺណិតប្រើខ្សែ Wi-Fi optic និងឧបករណ៍ពង្រីកសញ្ញា Wi-Fi ដែលកងកម្លាំងធ្លាប់បានប្រើប្រាស់មុនពេលពង្រឹងលើ Starlink ទៅទៀតអ្នកវិភាគបាននិយាយថាទីក្រុងមូស្គូបានបើកការវាយប្រហារថ្មីៗទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងប្រទេសអ៊ុយក្រែនដើម្បីជាទម្រង់នៃសម្ពាធខណៈដែលអ្នកចរចាមកពីភាគីរុស្ស៊ីនិងអ៊ុយក្រែនកំពុងជួបគ្នានៅក្នុងទីក្រុងអាប៊ូដាប៊ីសម្រាប់ការចរចាសន្តិភាពដែលរៀបចំដោយសហរដ្ឋអាមេរិកចាប់តាំងពីការចាប់ផ្ដើមនៃការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីក្នុងឆ្នាំ2022យោធារបស់ទីក្រុងមូស្គូបានជួបការលំបាកក្នុងការរៀបចំប្រព័ន្ធទំនាក់ទំនងសមរភូមិដែលមានសុវត្ថិភាពនិងគួរឲ្យទុកចិត្តដូច្នេះអង្គភាពខ្លះជួនកាលបានពឹងផ្អែកលើ Starlink សម្រាប់ការសម្របសម្រួលនៅសមរភូមិមុខរុស្ស៊ីកំពុងប្រណាំងប្រជែងបង្កើតបណ្ដាញផ្កាយរណបសមមូលផ្ទាល់ខ្លួនក៏ប៉ុន្តែរហូតមកទល់នឹងពេលនេះវានៅតែស្ថិតនៅក្នុងការអភិវឌ្ឍនៅឡើយលោក Sihi Pekrisno ជាទីប្រឹក្សារបស់លោក Federo បានសរសេរសារបង្ហោះនៅលើ Facebook កាលពីថ្ងៃប្រហោះថាបើគ្មានការចូលប្រើប្រាស់ Starlink សត្រូវមិនត្រឹមតែមានបញ្ហាប៉ុណ្ណោះទេក៏ប៉ុន្តែសត្រូវកំពុងជួបមហន្តរាយយ៉ាងធំលោកបានបន្តថានៅខាងភាគីអ៊ុយក្រែនក៏មានបញ្ហាជាមួយអ្នកដែលមិនបានចុះឈ្មោះសម្រាប់ Starlink ឲ្យបានឆាប់រហ័សគ្រប់គ្រាន់ផងដែរដោយលោកបានកត់សម្គាល់ថាដំណើរការផ្ទៀងផ្ទាត់កំពុងតែបន្តធ្វើលោកស្រី Tatiana Chornovol មេបញ្ជាការអង្គភាព drone ម្នាក់បានសរសេរនៅក្នុងបណ្ដាញសង្គម Facebook ថាក្រុមការងារនឹងត្រូវបានកាត់ផ្តាច់ទំនាក់ទំនងដោយបន្ថែមថា Starlink នៅតែមិនដំណើរការបើទោះបីជាមានការបញ្ចូលទិន្នន័យទាំងអស់ទៅកាន់បញ្ជីរួចហើយក៏ដោយក្រុមអ្នកសរសេរប្លុកយោធាគាំទ្រសង្គ្រាមរុស្ស៊ីបានចាប់ផ្ដើមរៀបរាប់លម្អិតអំពីរបៀបដែលការកាត់ផ្តាច់បានចាប់ផ្ដើមរៀបរាប់លម្អិតអំពីរបៀបដែលបានបាត់បង់ Starlink បានធ្វើឲ្យអង្គភាពរុស្ស៊ីរង្គោះរង្គើកាលពីថ្ងៃពុធបន្ទាប់ពី Starlink ស្រាប់តែតម្រូវឲ្យពួកគេចុះឈ្មោះដើម្បីចូលប្រើប្រាស់ដំបូងឡើយអ្នកសរសេរប្លុកមួយចំនួនគិតថាការកាត់ផ្តាច់នេះគឺជាបញ្ហាបណ្ដោះអាសន្នតែប៉ុណ្ណោះក៏ប៉ុន្តែភ្លាមៗនោះគេដឹងច្បាស់ថាវាគឺជាកិច្ចខិតខំប្រឹងប្រែងដែលសម្របសម្រួលដោយថ្នាក់ដឹកនាំអ៊ុយក្រែនទៅវិញប្រឈមមុខនឹងបញ្ហាកាត់ផ្តាច់ប្រព័ន្ធ Starlink អង្គភាពរុស្ស៊ីបានងាកទៅប្រើប្រាស់ការទំនាក់ទំនងតាមវិទ្យុបែបប្រពៃណីនិងមធ្យោបាយសម្របសម្រួលផ្សេងទៀតអ្នកសរសេរប្លុកយោធារុស្ស៊ីបានរាយការណ៍ថាអ្នកខ្លះបានដំឡើងខ្សែ Wi-Fi optic ដើម្បីនាំយកអ៊ីនធឺណិតខ្សែពីដីទៅកាន់សមរភូមិមុខទុកជាការបម្រុងភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បានរៀបរាប់លម្អិតអំពីផែនការបង្ហោះប្រតិបត្តិការអ៊ីនធឺណិតផ្កាយរណបផ្ទាល់ខ្លួននៅក្នុងគន្លងដែនដីកម្រិតទាបគឺជាជំរើសជំនួសឲ្យ Starlink អគ្គនាយករបស់ Roscosmos លោក Dmitry Vybakanov បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS កាលពីខែមុនថាការផលិតផ្កាយរណបនឹងចាប់ផ្ដើមនៅឆ្នាំនេះដោយមានគម្រោងបង្ហោះនៅឆ្នាំក្រោយលោក Alexei Azov